Bây ôn ôn bong trong càng nghe khang bạc than ôn này ngày nay dân trong một sắp sai từ cà plastic nhé, sầm đạp bông plastic nhé, bạc bòi khai đạp bạc than này ôn. Castit đấy. Cái châu room này còn là dân nhám hái, giờ tự đặt trong thùng sầm rám mà ban trầm trừ, tất nhiên giờ tự đặt trong thùng sầm rám, ok? Ok, áo chả thế. Đạp xa. Hai con nhắm ấy hai chơiสมาร์ทปฏิทันก็คลีห้องน้ำใบเอาแต่ปฏิทันยังสะอาด Dạ. Trong khang ôn. ตุกละตามทุ่งสรามโปรยทุ่งสรามตามนี้โดยเมียนเรียงจานได้ មកពីខាងឯកសួងបរិស្ថានអាហ្នឹងក៏ចូលមកផ្សព្វផ្សាយទៅទៅនឹងអ្វីដែលបងកំពុងថាប្រើប្រាស់បងនៃការទៅមកផ្លាស្ទិកដែលបងប្រើប្រាស់រួចបងមិនតាយករួមយករបស់ចោលក្នុងធុងសម្អាតទេណាបង Cái xô ôn. Bông mau pi cái xương bạc than ôn. Ôn. បងខ្ញុំមកពីខាងបឋានហើយពេលដែលបងពិសាដូចជា plastic ស្រាមផ្សេងៗដាក់ក្នុងធុងស្រាមឲ្យបានត្រឹមត្រូវផងណាបងណាដើម្បីផ្ទះជាយើងស្អាតហើយចិត្តត្រឡប់ល្អសម្រាប់សង្គមយើងផងដែរបាទសូមអរគុណបងបាទហើយ Bây ôn ôn bong trong càng nghe khang bạc than ôn này ngày nay dân trong một sắp sai từ cà plastic nhé, sầm đạp bông sầm đạp khi dân để mau lên này hay pe nhầm ai nhầm đôi thạc cái chạy phải chọc đôi viên thang plastic viên cái bóng cho nó xong như đã không sầm đạp mà bạn trầm trấy chỉ viên ca chào rọt đi tam cái lại tì sao thế này nếu mình nhom khang bạc than này mình thì nhà mình mà lên này mà nè thì mau ban mặt đơ ấy thằng cho năm mau ngày nắng nếu mình chạy còn là cô dân trong một sắp sai cả con một bạc than đây chẳng á sầm đạp ca nhầm tôi chia sầm ram plastic được cái bóng cho đột cái sọt ấy nhắm pe nhắm hái xong giờ lại cho thùng sầm ram mà ban trầm trừ năng ngày làm bây cho room cà phê bạc than dân ngọc nia được cái sau mùi cái đạm máuคือយើងរួមគ្នាការពារបរិស្ថានកម្ពុជាចាដើម្បីឲ្យបរិស្ថានយើងស្អាតទាំងអស់គ្នាចាតិចហើយក៏ដូចជាការញ៉ាំហើយបញ្យលហែមឲ្យដាក់ទៅក្នុងរាមចាអ្នកមីងយល់ឃើញយ៉ាងម៉េចដែរសម្រាប់បរិស្ថាននៅឆ្នាំនេះអ្នកមីងសម្រាប់ចូលឆ្នាំនៅវត្តភ្នំនេះបរិស្ថាននៅវត្តភ្នំមិនដែរអ្នកមីងស្អាតជាងរត់ដល់ហ្នឹងហើយអត់សូវសម្រាប់សកដោអីដូចដើមមុនចាហើយឥឡូវក្មេងៗយល់ដឹងច្រើនអ្នកមីងមើលទៅគាត់ថាញ៉ាំហើយថាជាគាត់វាធ្លាប់ទុកឲ្យចូលរៀនចាអញ្ចឹងវាគ្រូចាប្រាប់ចាអញ្ចឹងអូនៗទាំងអស់គ្នាដឹងហើយណាពេលញ៉ាំហើយយកសម្រាមផ្លាស្ទិកហ្នឹងយកទៅដាក់ចូលធុងសម្រាមអូខេអូខេអូឆ្លាតតែថ្ងៃនេះយើងមកផ្សព្វផ្សាយទៅលើការប្រើប្រាស់ផ្លាស្ទិកហើយកំប៉ុងដែលអូនបងប្រើហ្នឹងគឺជាផ្លាស្ទិកឬគឺជាកែវផ្លាស្ទិកចុះថ្ងៃហ្នឹងមកពាក់អីសន្តាអាគ្នាបងថ្ងៃហ្នឹងមកច្រើនអីមិនដែរអូនថ្ងៃនេះថ្ងៃចុងប្រហើយហើយមានអារម្មណ៍មិនដែរហត់នឿយហ៎អត់ទេដោយសារឡៃខ្ញុំមិនសូវមានសម្រាប់ហ្មងអត់សូវមានសម្រាប់អ្នកមកហ្នឹងភាគច្រើនគាត់យកទៅដាក់គាត់យកសម្រាប់ទៅដាក់ចូលធុងសម្រាប់ហ្នឹងណាភាគច្រើនពួកគាត់ទៅប្រជុំគ្នានៅមុខក៏ពេលអញ្ចឹងទៅគាត់បោះសម្រាប់ចោលនៅមុខតែបើនៅនេះគេច្រើនតែដើរហួសទៅអញ្ចឹងទៅអត់សូវមានសម្រាប់ភាគច្រើនមានតែស្លឹកឈើទេវាប្រព័ន្ធបរិស្ថានដូចជាសម្រាប់ពាពេញបរិស្ថានទៅមើលមកវាអត់ទៅស្អាតទីក្រុងហ៎បងចាហើយមួយទៀតវាអាចប៉ះពាល់ដល់ដីដែលមានដីយើងដែលមានជីជាតិវាមានចេញពីផ្លាស្ទិកហ្នឹងវាមានសារធាតុគីមីច្រើនទៅចឹងទៅវាអាចប៉ះពាល់ដល់ដីបើយើងមិនវាងាយរលាយវាងាយរលាយទេប្រាប់ថាហើយគាត់ញ៉ាំអីហើយជួយសមាតបរិស្ថានទាំងអស់គ្នាហងដើម្បីឲ្យតែបរិស្ថានយើងស្អាតចាចុះខាងអូនចង់ផ្ដាំដល់គាត់ថាពេលញ៉ាំអីហើយយកសម្រាប់មកចង់ក្នុងសម្រាប់ឲ្យបានស្រួលបួនផងទោះបីជាយើងមិនបានចូលរួមសម្អាតប៉ុន្តែយើងចូលរួមដោយប្រយោលគឺយើងញ៉ាំហើយយើងយកសម្រាមទៅដាក់ចូលធុងសម្រាមឲ្យបានត្រឹមត្រូវណាអូខេអរគុណច្រើនណាបងខ្ញុំមកពីក្រសួងបរិស្ថានបងថ្ងៃនេះខ្ញុំចូលមកផ្សព្វផ្សាយពីការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកចឹងនៅពេលដែលបងប្រើហើយបងអាច
ជួយរៀបចំសម្រាមដែលបងហូបហើយហ្នឹងមានថង់ប្លាស្ទិកជួយដាក់ក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវបងចាគេសួរអូនបងមកពីក្រសួងបរិស្ថានអូនពេលអូនញ៉ាំហើយចាំជួយប្រមូលប្លាស្ទិកដែលនៅសល់ហ្នឹងជួយដាក់ក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវអូនមកពីខាងហើយក្រសួងបរិស្ថានអាហ្នឹងក៏ចូលមកផ្សព្វផ្សាយទៅទៅនឹងអ្វីដែលបងកំពុងថាប្រើប្រាស់បងអានេះថាទៅទៅប្លាស្ទិកដែលបងប្រើប្រាស់រួចបងមិនតាយករួមយកទៅបោះចោលក្នុងធុងសម្រាមទេណាបងហើយដែលជាចំណុចដែលនេះគឺធានាបានដើម្បីឲ្យភាពស្អាតនៅក្នុងវត្តភ្នំនេះឲ្យមានទេសចរមកទស្សនាបានច្រើនដែរអញ្ចឹងហើយបងមកផ្សព្វផ្សាយណែនាំអំពីការទុកដាក់សម្រាមណាហើយនៅពេលនេះបងប្អូនអាចយកចោលដាក់ក្នុងសម្រាមអត់ឬចោលបែបហ្នឹង យកអត់សូវមានអត់មានត្រូវសម្រាប់មានស្ដាប់ធ្នាប់ល្អមានសម្រាប់ធ្នាប់ការទុកដាក់មិនដែរការទុកដាក់មើលទៅល្អវាអត់សូវញ៉ៃញ៉ៃខត់យើងសង្កេតឃើញថាចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃបញ្ចប់នៃវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាពិសេសទីតាំងដែលប្រពៃនគរសកានៅពេញហើយដោយសារតែមានការយកចិត្តដាក់ខ្ពស់មែនទែនហើយតាមអនុសាសន៍ណែនាំរបស់អាយដាមដិតអ៊ីងស្ប៉ាឡែតព្រមត្រីសុខឋានក្រុមការងារសមាគមយើងក៏ដូចជាក្រុមយុវជនផ្សេងៗបានចូលរួមក្នុងការផ្សព្វផ្សាយអប់រំណែនាំជាប្រវត្តិដើម្បីទុកដាក់សម្រាមឲ្យបានត្រឹមត្រូវជាពិសេសក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលស្របទៅតាមចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថានភាពស្អាតបៃតងនិងចីរភាពទាំងនេះហើយដែលធ្វើឲ្យកម្ពុជាយើងកាន់តែស្អាតថែមទៀតបាទចាអញ្ចឹងចាប់តាំងពីពេលដែលយើងធ្វើយុទ្ធនាការមកគឺប្រទេសកម្ពុជាយើងចាមិនថាទីតាំងនៅពេញឬទីរួមខេត្តផ្សេងៗគឺកាន់តែស្អាតទៅហើយយើងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងនឹងកាន់តែចូលរួមចាទប់ស្កាត់ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកហ្នឹងឲ្យបានគ្រប់គ្នាបាទយេត្រូវហើយ